វាត្រូវចាត្រឹមត្រូវអត់ បាន ត្រូវអញ្ចឹងអូនចូលបើកសិភៅសិក្សាគោលបងប្អូនទំព័រទី4ទាំងអស់គ្នាណាចឹងបន្ទាប់ពីយើងបានអានអត្ថបទរួចយើងចូលរួមឆ្លើយសំណួរជាមួយនឹងគ្រូចឹងសំណួរទី1ឥឡូវចូលរួមមើលសំណួរទី1គេសួរថាតើសាលាបរិវេណបរិវេណ ទីមួយយើងគឺយើងឆ្លើយដូចអ្នកគ្រូបានឆ្លើយមកនេះសាលារៀននេះមានបរិវេណធំទូលាយរបងគាត់ជុំវិញហើយនៅក្នុងនោះក៏មានអគារ3និងបន្ទប់ចំនួន15ផងដែរយល់អត់យល់ឥឡូវយើងចូលមកដល់សំណួរទី2ម្ដងឥឡូវអ្នកគ្រូអត់សរសេរទេតែអ្នកគ្រូអានឲ្យបងប្អូនស្ដាប់សំណួរទី2តើក្នុងទីធ្លាសាលារៀននេះមានអ្វីខ្លះតន់អត់តន់ចាអញ្ចឹងចូលរួមជាមួយអ្នកគ្រូណាមុននឹងយើងឆ្លើយសំណួរយើងត្រូវរកពាក្យគន្លឹះនៅក្នុងសំណួរជាមុនសិនហើយអត់បានចាពាក្យគន្លឹះនៅក្នុងសំណួរទី2គឺទីធ្លាសាលារៀនឥឡូវយើងក៏លេខមកមើលអត្ថបទយើងវិញតើមានពាក្យទីធ្លាសាលារៀនដែរឬទេមានអត់មានចាមានអញ្ចឹងគេថាក្នុងទីធ្លាសាលារៀនមានដូចជាសួនច្បារសួនកុមារទីលានកីឡានិងដើមឈើធំចម្លើយគឺបែបនេះឃើញអត់ចាអូនឆ្លើយគឺត្រឹមត្រូវណាស់បាទឥឡូវចូលដល់សំណួរទី3ម្ដងសំណួរទី3អ្នកគ្រូជាអ្នកបង្ហាញអានឲ្យបងប្អូនហើយបងប្អូនវិភាគភាសានេះជាដៃគូដើម្បីរកចម្លើយនៃសំណួរនោះចាំសំណួរទី3គេសួរថាតើនៅក្រោយអគារមានអ្វីខ្លះអញ្ចឹងអ្វីដែលយើងត្រូវចងចាំគឺពាក្យគន្លឹះនៅក្នុងសំណួរអញ្ចឹងនៅក្នុងសំណួរទី3ពាក្យគន្លឹះរបស់វាគឺនៅខាងក្រោយអគារអញ្ចឹងបងចូលរួមមើលនៅខាងក្រោយអគារឆ្លើយថាមិនដែរចាមានសួនជីវៈចម្រុះហើយមានអីទៀតមានសួនបន្លែអូណានៅចុងក្រោយគេគឺបង្គន់អាណាម៉ៃត្រឹមត្រូវបងតែដៃអបអរសាទរឲ្យខ្លួនឯងបាទនៅខាងក្រៅអគារមានសួនជីវៈចម្រុះសួនបន្លែណាអនាម័យសម្រាប់សិស្សប្រុសសិស្សស្រីផ្សេងគ្នាចាល្អណាស់ចឹងសំណួរទី4អនុវត្តជាដៃគូដដែលណាចឹងសំណួរសំខាន់តើនៅក្នុងបន្ទប់រៀនមានអ្វីខ្លះចឹងមើលពាក្យគន្លឹះនៅក្នុងសំណួរគឺបន្ទប់រៀនត្រូវអត់បាទចាត្រូវចឹងយើងក៏លេខមើលនៅក្នុងអត្ថបទបន្ទប់រៀនមួយមានដូចជាតោះកៅអីអីទៀតបងស្ដាប់ទៀតចាហើយមានអីទៀតតាមជាមានរូបភាពអូឆ្លើយថាស្លាកសញ្ញាមែនចាមានស្នាដៃសិស្សផងដែរមានការតាមស្នាដៃសិស្សផងដែរអញ្ចឹងចម្លើយរបស់បងឆ្លើយគឺសុទ្ធតែត្រឹមត្រូវអញ្ចឹងគ្រូឲ្យបងមកពិភាក្សានៅសំណួរទី5ម្ដងទៀតអញ្ចឹង5នេះបងប្អូនពិភា
đại cô đại hay xoay một cái cô nè tao muốn cho chất riêng là bạn đi đại tiền đúng vậy ចូលចាត់ចូលចាត់ cha cho chất rồi anh tới ព្រោះមានទីធ្លាស្អាត cha បរិវេណតាត់បាន មានទីធ្លាស្អាតមានបាក់បែនផងទៅវិញហើយមានដើមឈើជា ជាច្រើន ចាំមិនខុសពីសំណួរចប់អ្នកផងមានសំណួរថែមទៀតសួរទៅបងប្អូនគ្នាតើធ្វើដូចម្ដេចទៅសាលារៀនរបស់យើងស្អាតទៅអាចឆ្លើយបានអត់ បាន ចាធ្វើដូចម្ដេច យើងមិនត្រូវចោលសម្រាមព្រះផ្ដាស់ត្រូវជួយសម្អាតបរិវេណសាលារៀនជារៀងរាល់ថ្ងៃ ចាអរគុណយើងមិនត្រូវចោលសម្រាប់ប្រេះណាហើយមិនសម្អាតបរិវេណជារៀងរាល់ថ្ងៃចឹងសំណួរមួយទៀតតែអត្ថបទហ្នឹងតែអូនបានអានហ្នឹងសម្រាប់អ្នកណាអានទៅ សម្រាប់ខ្ញុំនិងមិត្តភ័ក្តិអស់គ្នា សម្រាប់បងទាំងអស់គ្នាសិស្សានុសិស្សឪពុកម្ដាយនិងគ្រូបង្រៀនជាដើមเนาะចឹងតែដៃអបអរសាទរឲ្យខ្លួនឯងមួយឆ្លើយប្រតិកម្ម